ខ្ញុំនឹងមិត្តភក្តិកុមារភាពរួមគ្នាមួយឆ្នាំចំណេញសុទ្ធ250ដល់ពេលចែកភាគលាភចុងគាត់យកលុយ250,000ហើយបោះឲ្យខ្ញុំតែ50,000ប៉ុណ្ណោះហាងយើងថ្ងៃនេះចំណេញបានជាង250,000នេះជាភាគលាភឯងយក50,000ទៅឆ្នាំនេះហាងចំណេញបានជាង200ឲ្យខ្ញុំតែ50,000ខ្ញុំមើលស្រោមសម្បត្តិនឹងមុខរបស់ចាំងហដែលគិតតែក្នុងក្បាលខ្ញុំមានគំនិតកិននេះ365ថ្ងៃរាល់ថ្ងៃខ្ញុំត្រូវទៅកំពង់ផែម៉ោង2តាក់ពិនិត្យទំនិញហើយដឹកមកហាងរហូតដល់5មួយខ្ញុំប្រញាប់ដឹកទៅចែកចាយតាមភោជនីយដ្ឋានពេញមួយឆ្នាំខ្ញុំមិនដែលគេងលក់ស្រួលខ្ញុំខំប្រឹងរហូតដល់ហាងមានចំណូលជាង500,000ដល់ថ្លៃខូចខាតថ្លៃពលកម្មនិងចំណេញសុទ្ធចុងឆ្នាំគឺ250មិននឹកស្មានថាពេលចាំងហើយ250,000ដោយមិនខ្វះ CE ធ្វើមនុស្សត្រូវចេះដឹងគុណហាងនេះដាក់ឈ្មោះខ្ញុំដើមទុន50,000ដំបូងក៏គ្មានខ្ញុំឲ្យឱកាសនៅតែទាញសំណាញ់លើទូកនេសាទឯងគ្រាន់តែចេញកម្លាំងឯង50,000ក៏ច្រើនទៅស៊ូគេមើលអ្នកដឹកទំនិញសមុទ្រមួយឆ្នាំរកបាន5ហើយខ្ញុំឲ្យឯងញ៉ាំ3ពេលមិនដែលខានយកលុយទៅទិញថ្នាំបំពន់ល្អឲ្យពុកឯងអសាទរឆ្នាំនេះឲ្យបងប្អូនពេលហាងទៅបាក់ដំបងគាត់ធ្វើខុសបច្ចេកទេសអាហារសមុទ្រទាំងអស់គាត់ចាប់ដៃខ្ញុំទាំងភ្នែកក្រហមយំអស់សង្ឃឹម CE បងពឹងតែឯងហើយបើអាចរក្សាអាជីវកម្មដូចចំណេញយើងចែកគ្នាពាក់កណ្ដាលខ្ញុំជឿគាត់ហើយខ្ញុំលះបង់ខ្ញុំជឿគាត់ហើយខ្ញុំក៏លះបង់ជីវិតអស់នឹងទៅផឹកស្រាជាមួយអ្នកគ្រប់គ្រងទិញរហូតដល់ក្រពះចេញឈាមនៅក្នុងបន្ទប់ត្រជាក់អង្គុយច្រើនយប់ស្ទើរខំប្រឹងទ្រាំរហូតដល់កន្លែងខ្លាយជាមុខមាត់ផ្សារត្រីក្រុងហើយលើកន្លែងនេះពេញរកលុយបានដែរគាត់ប្រាប់ខ្ញុំថាខ្ញុំគ្រាន់តែជាអ្នកនេះហើយជាភាពរបៀបដែលគាត់ខ្ញុំមិននិយាយគ្រាន់តែញឹមខ្ញុំយកស្រោមសម្បត្តិលើមិនបានរាប់ទេដាក់ហោប៉ៅភ្លាមស្ដាប់តាមយ៉ាងហោមើលមកដោយក្រអឺតក្រទុំរួចក៏សាយខ្លាំងអញ្ចឹងទើបត្រឹមត្រូវអ្នកឆ្លាតចេះសម្របខ្លួន CE ខំធ្វើការល្អឆ្នាំក្រោយបងដូឡាន Ferrari ឲ្យ BM ចាស់ឯងបើកទៅភូមិអ៊ូតគេមិនបាច់ទេហូក្រោយចូលឆ្នាំខ្ញុំឯងថាម៉េចយកលុយហើយចង់ឈោក៏និយាយត្រូវខ្ញុំគ្រាន់តែជាអ្នកកម្លាំងខ្ញុំអស់ហើយឆ្នាំនេះការងារកន្លែងសុំហូកូខំថែទាំខ្លួនឯងចាំងហោគិតថាខ្ញុំល្ងងគិតថាខ្ញុំមិនហ៊ានចាក់ចេញពីតែគាត់មិនដឹងទេផ្សារក្រុងហើយលក់ត្រីជាង300នាក់មិនស្គាល់មុខចាំងហោទេតែស្គាល់ភ្នែកខ្ញុំឈ្មោះចេញពីផ្សារខ្ញុំមិនទៅផ្ទះតែទៅធនាគារពាណិជ្ជកម្មក្រុងហៃឆេយកប្រាក់ខែ3ឆ្នាំដកចេញទាំងអស់ពុក50,000ក្នុងហោប៉ៅសរុប25,000រួចខ្ញុំប្រញាប់ទៅមជ្ឈមណ្ឌលជួរឃ្លាំងត្រជាក់ទីនោះមានឃ្លាំងត្រជាក់ចាស់ធំជាងគេអ្នកផ្សេងថាឧបករណ៍ចាស់ហុងស៊ុយមិនល្អតែខ្ញុំដឹងទីនោះចិត្តផ្លូវល្បឿនលឿនបំផុតខ្ញុំទូរស័ព្ទទៅការិយាល័យអ្នកគ្រប់គ្រងបងឈិនខ្ញុំជួរឃ្លាំងត្រជាក់ធំបំផុតនៅតំបន់មិនបោកឯងទេឃ្លាំងនេះគេបោះបង់ចោលម៉ាស៊ីនត្រជាក់នៅប្រើការតែភ្លើងឆេះខ្លាំងណាស់ហើយទីតាំងក៏ដាច់ឯងចង់បានអីខ្ញុំឃ្លាំងធំ500ម៉ែត្រការ៉េអ្នកឯទៀតថាដាច់តែខ្ញុំដឹងចេញពីទីនេះឡើងផ្លូវភោជនីយដ្ឋានត្រីស្រស់ល្អកណ្ដាលក្រុងជាងចាំងហៅនៅផ្សារត្រីលឿនជាង20នាទីរកស៊ីត្រីស្រស់20នាទីវាជារឿងខុសគ្នារវាងជីវិតរវាងស្រស់និងស្អុយខ្ញុំដកកាត់ធនាគារឲ្យអ្នកគ្រប់គ្រងវាងខ្ញុំយកបង់ប្រាក់ដាក់ប្រាក់រួមទាំងជួសជុលរសៀលនេះរួចទេអ្នកគ្រប់គ្រងវាងស្មើមកខ្ញុំដូចមនុស្សចំ50,000សម្រាប់កម្មករម្នាក់ជាទ្រព្យសម្បត្តិបោះលុយទៅក្នុងឃ្លាំងចាស់ដូចជាបោះលុយចោលអញ្ចឹងអញស្រួលខ្ញុំក៏ស្រួលម៉ោង5ល្ងាចខ្ញុំឲ្យគេបើកម៉ាស៊ីនពេលខ្ញុំចេញពីតំបន់ដឹកខ្យល់ត្រជាក់បក់មកកប់តែខ្ញុំមិនមានអារម្មណ៍ត្រជាក់ផ្ទុយទៅវិញឈាមក្នុងខ្លួនកំពុងពុះកញ្ជ្រោលពេលត្រឡប់ទៅផ្ទះជួលតូច40ផ្ទះចាស់រលុបងងឹតហើយក្នុងផ្ទះមានផ្សែងអ៊ូធំអង្គុយលើសាឡុងជក់បារីហួចម៉ាក់ខ្ញុំកំពុងដាំមីនៅក្នុងផ្ទះបាយតូចយីសំឡេងបើកក៏ជូតដៃនឹងក្រណាត់ចេញមក CE ត្រឡប់មកវិញហើយម៉ាក់ក្រហមបន្តិចចង់និយាយតែមិនហ៊ានអូននេះមិនមែនហើយឆេងកំពូលអ្នកលក់ផ្សារធំត្រឡប់ CE ខ្ញុំគេនិយាយឆាងហៅឆ្នាំនេះរកបាន250គាត់ចេះឲ្យឯង50,000ជារង្វាន់តែឯងមានចិត្តខ្ពស់លីឈប់ពីការងារខ្ញុំមកក្បាលយកសួរថាឯងឈួតឬអីគ្រូសាឆាងចេញដាំទុនយកចំណែកឯងគ្រាន់តែជាអ្នកដើរតាមក្រោយគេស៊ីសល់មិនទាន់ឆ្អែតដឹងទេថាឪពុកឯងនៅមិនឥឡូវឯងលីឈប់ពីការយកអីចិញ្ចឹម CE ពូធំឯងនិយាយត្រង់តែរឿងនេះវាត្រឹមត្រូវឆាងហៅទូគាត់ឈ្មឹងបន្តិចប្រាក់ខែគាត់ឲ្យមិនទាបទេឬក៏ស្អែកឯងទិញបារីល្អនិងស្រាចេះសុំទោសគាត់សារភាពកំហុសរួចត្រឡប់ទៅធ្វើការវិញទៅម៉ាក់ឆាងហៅរកបាន255,000គឺខ្ញុំប្រថុយជីវិតមិនត្រឹមតែមិនដឹងថែមទាំង